សូមជូនរឿងឯពុំខ្លាស្មិលប៉ះសង់ទូដងនៅតំបន់ដាច់ស្រយាលមួយដែលមានអ្នកភូមិតិចតួចតែប៉ុណ្ណោះដែលហេតុថាទីនោះជាតំបន់ដាច់ស្រយាលហើយស្ថិតនៅព្រៃភ្នំផងដែរនៅទីនោះក៏មានតែភូមិតូចមួយដែលមានអ្នកភូមិរស់នៅតែ20គ្រួសារប៉ុណ្ណោះនៅតំបន់នោះក៏មានវត្តអារាមមួយដែលនៅឆ្ងាយពីគេផងដែរដែលមានព្រះសង្ឃគង់នៅតែ4អង្គប៉ុណ្ណោះហើយបងប្អូនខ្មែរយើងនៅពេលនោះគឺពួកគាត់ភាគច្រើនគឺគោរពព្រះពុទ្ធសាសនាស្ទើរតែទាំងអស់ទៅហើយនៅរៀងរាល់ថ្ងៃសិលនៅទីនោះប្រជាជនតែងតែយកចង្ហាន់មកប្រគេនព្រះសង្ឃជានិច្ចនិងនៅស្ដាប់ទេសនារបស់ព្រះសង្ឃផងដែរនាវេលាថ្ងៃមួយពេលដែលអ៊ំអឿនដែលជាអាចារ្យមើលថែវត្តនៅទីនោះកំពុងតែនិយាយគ្នាជាមួយនឹងពួកចកនោះក៏ស្រាប់តែមានបរិសុទ្ធ2នាក់ដែលពួកគេមានស័ក្តិនៅលើខ្លួនដូចជាអ្នករៀនរបៀនអាគមអញ្ចឹងដែរហើយមើលទៅពួកគេអ៊ំអឿនគាត់ក៏ដឹងថាពួកគេនេះមិនមែនជាអ្នករស់នៅក្នុងភូមិនេះដែរពួកគេទាំងពីរក៏បានចូលមកជួបអ៊ំអឿនហើយនឹងព្រះសង្ឃខ្ញុំសូមជម្រាបសួរលោកបងបាទលើកដៃថ្វាយព្រះតើពលពលទាំងពីរទៅណាមកណាបានជាមកដល់វត្តនេះព្រោះថាខ្ញុំមិនដែលបានឃើញលោកបងពីមុនមកទេពីមុនមកបាទលោកបងពួកខ្ញុំគឺជាអ្នកធ្វើដំណើរកាត់ទីនេះទេប៉ុន្តែដោយសារតែបងខ្ញុំគេអស់កម្លាំងខ្លាចមិនអាចធ្វើដំណើរទៅមុខទៀតបានទើបខ្ញុំសូមព្រះចៅអធិការវត្តស្នាក់អាស្រ័យនៅវត្តនេះពី3ថ្ងៃសិនក្រោយពីបាននិយាយគ្នារួចហើយអ៊ំអឿនក៏បាននាំពួកគេទៅជួបព្រះចៅអធិការវត្តបន្ទាប់ពីបានការណែនាំពីព្រះចៅអធិការវត្តរួចហើយអ៊ំអឿនក៏បានរៀបចំកន្លែងឲ្យពួកគេទាំងពីរនោះគឺសម្រាប់នៅវត្តនោះតែម្ដងយុគដំបូងស្ថានភាពនៅក្នុងវត្តមានសភាពធម្មតាទាំងអស់ដូចរាល់ថ្ងៃប៉ុន្តែនៅយុគបន្ទាប់នៅពេលដែលព្រះសង្ឃចៅអធិការកំពុងតែពីវិនិច្ឆ័យធម៌នៅក្នុងវត្តក៏ស្រាប់តែខ្លាមួយក្បាលមកខាំព្រះសង្ឃសម្រាប់ធ្វើឲ្យព្រះចៅអធិការវត្តស្លាប់ភ្លាមតែម្ដងស្រាប់តែបន្តិចនោះក៏មានសំឡេងស្រែករបស់ព្រះសង្ឃឯទៀតបានស្រែកដោយភាពភ័យខ្លាចពេញក្នុងវត្តអារាមនេះតែម្ដងឆាប់ចេញទៅជួយផងញាតិញោមជួយផងពេលដែលអ៊ំអឿនបានឃើញខ្លានោះភ្លាមគាត់ក៏បានដឹងច្បាស់ថាខ្លានេះគឺជាខ្លាស្មិលដែលកើតចេញពីពពួកគ្រូអាគមដែលបែកអាគមឬគេហៅថាបែកកម្មដ្ឋាននោះឯងដោយសារតែអ៊ំអឿនគាត់គឺជាអ្នកដែលធ្លាប់រៀននៅរបៀនអាគមដែរនោះគាត់ក៏បានសូត្រគាថាបង្កើតបានជាក្រុមបីអាគមចេញមកពេលនោះសត្វទាំងពីរក៏រត់ទៅប្រខាំគ្នាលាន់សូរសំឡេងត្រហឹងពេញវត្តស្រាប់តែពេលនោះក៏លេចចេញនៅខ្លាស្មិលមួយក្បាលទៀតបានដើរចេញមកដោយអ៊ំអឿនដឹងថាមិនអាចទប់ទល់នឹងពួកវាបានអ៊ំអឿនក៏បានរត់គេចខ្លួនចេញពីវត្តនោះបាត់ទៅតាំងពីមានរឿងរ៉ាវនោះកើតឡើងមកវត្តនេះក៏ត្រូវបានអ្នកភូមិបោះបង់ចោលដោយមិនមានអ្នកណាហ៊ានមកទីនេះទៀតឡើយហើយនៅក្នុងភូមិក៏តែងតែបាត់សត្វចិញ្ចឹមដូចជាគោក្របីជារៀងរាល់ថ្ងៃហើយអ្នកភូមិក៏លែងមានអ្នកណាហ៊ានទៅរករបស់ព្រៃនៅក្បែរនោះទៀតដែរដោយអ្នកភូមិមិនអាចធ្វើអ្វីបានទៅលើខ្លាទាំងពីរនោះអ្នកភូមិក៏បានទៅរកអ្នកដែលស្ទាត់ជំនាញខាងប្រមាញ់និងចេះមន្តវិជ្ជាអាគមដើម្បីកម្ចាត់ខ្លាទាំងពីរនោះពេលដែលគ្រូនោះបានមកដល់ពួកគេក៏បានទៅរៀបចំសីមាព្រមទាំងមានគ្នារបស់គេ2នាក់ទៀតឈរកាន់កាំភ្លើងត្រៀមបាញ់សត្វខ្លាទាំងពីរនោះផងដែរប៉ុន្តែពេលដែលពួកគេរងចាំអស់រយៈពេលយ៉ាងយូរក៏មិនបានឃើញសត្វខ្លាទាំងពីរនោះចេញមកឲ្យពួកគេឃើញសោះណែយើងចាំយូរហើយហេតុអ្វីក៏មិនមានឃើញខ្លានោះចេញមកសោះដូចជារមាស់ដៃដល់ហើយប្រហែលជាវាខ្លាចរឹតអំណាចយើងហើយបានវាមិនហ៊ានចេញមកយើងចង់តែចេញទៅក្រៅសីមានេះហើយទៅសម្រាប់វាតែម្ដងទេនៅស្ងៀមពីអ្នកបើវាស្រួលកំចាត់ដោយពួកឯងនិយាយនោះមិនមែនអ្នកភូមិទីជួលពួកយើងមកទេ
នេះជាដល់ត្រឹមនេះក៏ស្រាប់តែបានឮសំឡេងខ្លាក្រហឹមបានបន្លឺឡើងគ្រាន់តែសំឡេងក្រហឹមរបស់ខ្លានោះបើអ្នកដែលចាញ់ច្រាបៀននោះច្បាស់ជាភ័យយ៉ាងបេះដូងចាក់ជាមិនខាននោះវាមកហើយវាមកទាំងគូតែម្ដងណែអាសត្វដេរឆានថ្ងៃនេះអញនឹងប្រឡត់ស្បែកឯងហើយនឹងធ្វើឯងស្គាល់ថាអញនឹងជានរណានិយាយរួចពួកគេក៏បានបាញ់រះទៅលើខ្លានោះជាច្រើនគ្រាប់ប៉ុន្តែក្រកកម្លឹងធម្មតាទាំងនេះមិនអាចទម្លុះស្បែកខ្លានោះបានទេអាខ្លានេះវាពិតជាខ្លាំងមែនលោកគ្រូនិយាយរួចគ្រូនោះក៏បានសូត្រគាថាដាស់សត្វអាគមរបស់គេដែលជាសត្វគោបាខ្មៅចេញមកប្រយុទ្ធនឹងសត្វខ្លាទាំងពីរនោះពេលដែលគោបាខ្មៅប្រយុទ្ធទាំងខ្លាទាំងពីរនោះបានមើលសន្ទុះមកមើលទៅសត្វគោនោះមិនអាចយកឈ្នះទៅលើសត្វខ្លាទាំងពីរនោះបានទេស្រាប់តែពេលនោះខ្លាទាំងពីរនោះក៏បានប្រែក្លាយទៅជាមនុស្សទាំងពីរនាក់តែម្ដងតែយើងគិតយ៉ាងម៉េចទៅលោកគ្រូអាខ្លានេះវាមិនមែនធម្មតានោះទេតែយើងគួរតែនៅឬមកក៏យើងរត់លោកគ្រូត្រឹមគ្រូកុំពីកំពុកដូចជាឯងចង់មកសម្លាប់អញថ្ងៃនេះអញនឹងឲ្យពួកឯងខ្លាយជាខ្មោចតៃហោងយាមនៅវត្តនេះពេលនោះក៏មានអ្នកភូមិបានដើរមកជាមួយនឹងព្រះសង្ឃទុដងមួយអង្គជួយផងព្រះដេចគុណជួយខ្ញុំកណាផងអាខ្លាបិសាចនេះវាពិតជាមានឫទ្ធិខ្លាំងពូកែណាស់ខ្ញុំកណាមិនអាចជួយឈ្នះវាបានទេគេទាំងពីរមិនមែនជាខ្លាធម្មតាទេញោមពួកគេពីមុនគឺជាគ្រូអាគមដ៏ខ្លាំងពូកែណាស់តែដោយសារពួកគេងប់ងល់នឹងវិជ្ជាទាំងនេះទើបធ្វើឲ្យពួកគេបែកអាគមរហូតដល់ខ្លាយទៅជាខ្លាស្មើបែបនេះហេតុអីក៏ឯងមកតាមរំខានយើងរហូតដូចនេះអាទុដងសេនញោមទាំងពីរហេតុអ្វីក៏ញោមមិនតាំងចិត្តរងាប់អារម្មណ៍លះបង់របៀបនេះចោលទៅមើលទៅអាត្មាបើបណ្ដោយឲ្យញោមសាងបាបកម្មតទៅទៀតមិនបាននោះទេពេលនោះខ្លាស្មិលទាំងពីរក៏បានស្ទុះរត់ចូលសម្ដៅទៅព្រះសង្ឃតែដោយសារឫទ្ធិអំណាចរបស់ព្រះសង្ឃទុដងនោះក៏មានពន្លឺឃុំក្រងជុំវិញព្រះអង្គធ្វើឲ្យសត្វខ្លាស្មិលទាំងពីរនោះឆេះក្តៅរលរាលរលាយរូបនៅពេលនោះតែម្ដងទៅរឿងខ្លាស្មិលប៉ះនឹងព្រះសង្ឃទុដងដែលខ្ញុំបានលើកយកមកអធិប្បាយនៅពេលនេះសូមចប់តែប៉ុណ្ណេះសូមអរគុណ